រៀបរៀងដោយសិស្សសាលាប្រសិទ្ធវត្តចំនួនថ្មីដឹកនាំដោយលោកគ្រូឈុនរាវីជាដំបូងខ្ញុំការអង្គការជំរាបសួរទៅដល់លោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូឈុនរាវីហើយនិងសិស្សស្រីទៅដល់មិត្តភ័ក្តិទាំងអស់គ្នាចឹងខ្ញុំខ្ញុំគឺជាក្រុមទី3ដែលខ្ញុំខ្ញុំបានលើកទឹករបស់លោកអ្នកតទៅនឹងការពិសោធន៍ត្រីសូមពួកយើងធ្វើការពិសោធន៍ត្រីដើម្បីដឹងថាតើសរីរាង្គត្រីមានលក្ខណៈដូចម្តេចចឹងខ្ញុំឈ្មោះឈុនជាដាវីគឺជាប្រធាននៃក្រុមទី3ខ្ញុំឈ្មោះតាសាសាជាអនុប្រធាននៃក្រុមទី3ខ្ញុំឈ្មោះតាជាសមាជិកក្រុមទី3ចឹងកុំអត់ថាពេលយប់ចូលមកការសោករបស់គ្នាបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចនៅក្នុងម៉ោងអំឡុងមួយពួកយើងបានធ្វើដំណើរទៅទិញត្រីឥឡូវយើងមកដល់ទីតាំងហើយគឺផ្សារបឹងកេងកងហើយយើងនឹងធ្វើការដើរចូលទៅក្នុងផ្សារដើម្បីស្វែងរកកន្លែងលក់ត្រីពួកយើងបានមកដល់កន្លែងលក់ត្រីហើយដែលយើងធ្វើការទិញត្រីមួយក្បាលមានទម្ងន់កន្លះគីឡូតម្លៃ 6,000 រៀលបន្ទាប់មកពួកយើងធ្វើដំណើរទៅសាលារៀនវិញមុនទៅដល់សាលាពួកយើងក៏បានជួបបញ្ហាខ្លះផងដែរដែលយើងគិតថាត្រីងាប់ឥឡូវពួកយើងមកដល់សាលាវិញហើយជាការប្រសើរណាស់ដែលត្រីយើងនៅរស់នៅឡើយដំបូងយើងធ្វើការពាក់ស្រោមដៃនិងដំក្បាលត្រីដើម្បីឲ្យមានភាពងាយស្រួលក្នុងការពិសោធន៍ត្រីរបស់យើងមានកន្ទុយប្រវែង 5.5 សង់ទីម៉ែត្រក្បាល 10 សង់ទីម៉ែត្រនិងប្រវែងសរុប 36.5 សង់ទីម៉ែត្រសារធាតុពណ៌បៃតងដែលនៅជាប់ក្លោអាក់គឺជាលាមករបស់ត្រីឥឡូវយើងធ្វើការវះត្រីដែលចាប់ផ្ដើមពីរុនក្លោអាក់នេះគឺជាសរីរាង្គផ្នែកខាងក្នុងនៃត្រីបន្ទាប់មកយើងធ្វើការវះសាច់ខាងនៃត្រីដើម្បីឲ្យងាយស្រួលយកសរីរាង្គខាងក្នុងនៃត្រីចេញមកក្រៅយើងធ្វើការទាញយកសរីរាង្គរបស់វាចេញមកក្រៅដែលសរសៃខ្មៅៗនេះគឺជាលាមករបស់វាចំណែកដុំនេះវិញគឺជាប្រមាត់ដែលផ្នែកខាងក្នុងមានពណ៌បៃតងសរីរាង្គពណ៌សដែលតភ្ជាប់ពីបេះដូងគឺជាក្រពះរបស់ត្រីបន្ទាប់ពីការវះកាត់ជាច្រើននាទីបេះដូងរបស់ត្រីនៅមានចលនានៅឡើយនេះគឺជាសរីរាង្គខ្លះៗដែលយើងធ្វើការកាត់ផ្តាច់ចេញពីក្នុងខ្លួនរបស់ត្រីដែលមានដូចជាខ្លាញ់ពោះវៀនថ្លើមនិងសរីរាង្គផ្សេងៗទៀតនេះគឺជាផ្លោកខ្យល់របស់វាដែលអ្នកនរគ្នាប្រកាសជាឆ្ងល់ហើយថាហេតុអីបានវាស្វិតអញ្ចឹងវាស្វិតដោយសារតែគេយកវាមកប្រោះនៅលើគោកយូរពេកហើយសរសៃខ្មៅដែលនៅជាប់នឹងផ្លោកខ្យល់គឺជាតម្រងនោមនេះគឺជាស្រកីដែលសម្បូរទៅដោយប្រព័ន្ធសរសៃឈាមលើពីនេះវាក៏ធ្វើបណ្ដោឧស្ម័ននៅទីនេះផងដែរមិនចាំយូរនោះទេយើងក៏ធ្វើការញែកសរីរាង្គចេញពីគ្នានេះគឺជាប្រមាត់ដែលមានតួនាទីស្រូបយកសារធាតុពុលចេញពីខ្លួនត្រីបន្ទាប់ពីញែករួចយើងបានឃើញសរីរាង្គថ្លើមច្បាស់ជាងមុនចំណែកឯសរីរាង្គពណ៌ឈាមជ្រូកនេះគឺជាផារបស់ត្រីឯនេះវិញគឺជាពោះវៀនរបស់ត្រីពេលមាននាទីកិនមកបែកអាហារដែលវាតភ្ជាប់ពីបេះដូងយើងបន្តវះសាច់ត្រីដើម្បីមើលឆ្អឹងខ្នងរបស់វានេះគឺជាសរីរាង្គឆ្អឹងខ្នងរបស់វាបើយើងប្រណិតមើលស្រកីរបស់វាវិញយើងឃើញថាវាមានឆ្អឹង4សរីរាង្គដែលនៅជាប់នឹងស្រកីនេះវាមានតួនាទីបាំងកុំឲ្យដីចូលនេះគឺជាសរីរាង្គទាំងអស់របស់ត្រីឥឡូវនេះវីដេអូរបស់ក្រុមនាងខ្ញុំត្រូវឈានចូលមកដល់ទីបញ្ចប់ជាចុងក្រោយសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់លោកគ្រូអ្នកគ្រូជាពិសេសលោកគ្រូឈុនរាវីដែលបានផ្ដល់ឱកាសឲ្យក្រុមនាងខ្ញុំបានលើកយក topic នេះមកនិយាយហើយក៏សូមអរគុណទៅដល់ទស្សនិកជននិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចំណាយពេលយ៉ាងមានតម្លៃទស្សនានៅវីដេអូនេះសូមអរគុណនិងសូមជម្រាបលា